អតិថិជននេះគឺ skin ពពួក UV ស្ងួតគឺយើងអូតអាថ្លៃឲ្យតែម្ដងអញ្ចឹងណាបងប្អូននេះក្រោយពេលដែលខ្ញុំសម្អាតរួចរាល់ខ្ញុំបិទកៅគឺឡើងភ្លឹងបែបហ្នឹងណាថ្ងៃនេះខ្ញុំទទួលបាន Techno Power 7 Badam ដែលគាត់មានបញ្ហានោះទៅលើអេក្រង់បងប្អូនអរគ្នាឥឡូវនេះគឺយើងទៅធ្វើការផ្លាស់ប្ដូរអេក្រង់ទាំងអស់គ្នាតែម្ដងទៅជាដំបូងគឺបងប្អូនត្រូវធ្វើការកោះប្រទះខ្នងក្រោយនឹងមុនសិនណាបងប្អូនអរគ្នាហើយការកោះប្រទះខ្នងក្រោយហ្នឹងបើសិនជាពូ Oppo អីវាបាញ់ថ្នាំខ្នងក្រោយបាញ់ថ្នាំអីណាមុនកោះយើងសួរភ្ញៀវយើងសិនថាបើសិនជាមានរបបមានអីយើងត្រូវតែសួរភ្ញៀវសិនណាបងប្អូនអរគ្នាប្រយ័ត្នតែមានរឿងនឹងពេលក្រោយអញ្ចឹងណាហើយឥឡូវនេះខ្ញុំធ្វើការដោះខ្ចៅចេញឲ្យអស់សិនចេញបន្ទួដើម្បីយើងធ្វើការកោះនៅសបកនឹងចេញហើយយើងធ្វើការកោះអេក្រង់ហើយនឹងថ្មចេញអញ្ចឹងណាបងប្អូនបើសិនជាយើងអត់កោះថ្មទេយើងក៏អត់អាចកោះអេក្រង់ចេញបានដូចគ្នាដែរដោយសារតែខ្សែអេក្រង់ហ្នឹងវានៅខាងក្រោមថ្មហើយសម្រាប់ពួក Oppo Techno អីហ្នឹងឬក៏ Infinix អីហ្នឹងសម្រាប់ថ្មវាគឺកាវស្អិតខ្លាំងមែនទែនបងប្អូនអរគ្នាតើយើងប្រើកម្ដៅកោះបានណាបងប្អូនអរគ្នាណាហើយនេះគឺខ្ញុំចាប់ផ្ដើមធ្វើការកោះសបកហើយតែការកោះហ្នឹងគឺយើងប្រយ័ត្នតិចនៅកន្លែងខ្សែកញ្ចៅដៃតែយើងកោះអត់ប្រយ័ត្នទេវាអាចនឹងដាច់កញ្ចៅដៃគេណាប្រយ័ត្នកន្លែងហ្នឹងតិចឥឡូវនេះខ្ញុំធ្វើការបានកោះរួចរាល់ហើយគឺយើងទៅកម្ដៅថ្មឃើញថ្មខ្ញុំលើកនេះមិនមែនស្រួលទេបងប្អូនដោយសារតែខ្ញុំដាក់កម្ដៅហើយខ្ញុំកោះមកវាអត់សូវខូចត្រង់ទ្រាយថ្មទេពេលដែលយើងបិទទៅវិញគឺវាបានស្អាតដូចដើមអញ្ចឹងណាបងប្អូនអរគ្នាវាមិនបាន 100% ទេប៉ុន្តែវាសមនឹងភ្នែកមើលដែរអញ្ចឹងណាបើសិនជាយើងអត់កោះប្រើកម្ដៅទេថ្ម Techno ហ្នឹងឬក៏ Infinix ហ្នឹងវាអាចនឹងកពីកពកយើងបិទទៅវិញវាអត់ស្មើស្អាតទេហើយនេះសម្រាប់ទូរស័ព្ទគាត់ត្រឹមតែដោះលើកទី1ផងអញ្ចឹងណាយើងព្យាយាមធ្វើអីឲ្យស្អាតហើយបងប្អូននេះគឺជាប្រភេទអេក្រង់ស៊ីនដែលយើងធ្វើការដាក់ចូលនៅតែជូនផងយើងណាហើយរាល់ការដែលកឹបស្នាប់បងប្អូនសូមកឹបដោយប្រយ័ត្នប្រយែងបន្តិចបើសិនជាជាងគាត់នេះគាត់ធ្វើរាល់ថ្ងៃគាត់អាចនឹង start ទេតែពេលខ្លះ start គង់តែមានភ្លាត់ទេបងប្អូនវាមិនអាចវាអត់មានធ្វើអត់ភ្លាត់ទេយើងភ្លាត់ដូចគ្នាប៉ុន្តែយើងធ្វើអីត្រូវតែប្រយ័ត្នប្រយែងជាចាំបាច់តែម្ដងអញ្ចឹងណាឥឡូវនេះគឺខ្ញុំបានធ្វើការកឹបថ្មចូលយើងបើកម៉ាស៊ីនមើលហើយបើកម៉ាស៊ីនហ្នឹងដើម្បីយើងតេស្តទៅលើអេក្រង់តើ color វាស្អាតដែរអត់តើ touch វាឡើង smooth ដែរឬក៏អត់ចឹងណាបងប្អូនអរគ្នាចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានបំណងចង់ជួសជុលទូរស័ព្ទដៃអីអាចឆាតមកសួរព័ត៌មានក៏បានដែរតាមរយៈ page ដែលខ្ញុំផុសហ្នឹងឬក៏ account TikTok ដែលខ្ញុំផុសហ្នឹងជាដើមចឹងណាចឹងបើសិនជាបងប្អូនចង់មើលពីរបៀបជួសជុលទូរស័ព្ទដៃអីអាចចូលមើលនៅក្នុង YouTube បានចឹងណាសម្រាប់ជាងនៅតាមជនបទស្រុកស្រែដូចយើងអញ្ចឹងវាអត់សូវមាននៃការងារច្រើនទេបងប្អូនការងារតែកប៉ិកប៉ុកដូចកកំប៉ុងទេបងប្អូនបានចិញ្ចឹមខ្លួនមករស់ទេហើយនេះគឺខ្ញុំសរសេរនៅថ្ងៃទីខែឆ្នាំអីនឹងហត្ថលេខាខ្ញុំនៅលើអេក្រង់ហ្នឹងដោយសារអីកុំឲ្យពេលដែលយើងមានបញ្ហាទៅយើងពិបាកក្នុងការប្រកែកគ្នាដោយសារតែអេក្រង់ខ្ញុំបដូរនេះគឺខ្ញុំធានារយៈពេល1ខែអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងខ្ញុំត្រូវតែមានថ្ងៃខែអីច្បាស់លាស់ជូនអតិថិជនអញ្ចឹងណាអញ្ចឹងកុំឲ្យយើងពេលដែលយើងប្រកែកគ្នានៅថ្ងៃក្រោយអញ្ចឹងរាល់ការដែលជួសជុលផងខ្ញុំគឺខ្ញុំតែងតែ clean ជូនអតិថិជនឲ្យអស់ពីលទ្ធភាពខ្ញុំមានទូរស័ព្ទបងប្អូនខ្លះគាត់មកចាស់អញ្ចឹងក៏ខ្ញុំជួយសម្អាតជួយអីចឹងដែរទៅហើយនេះគឺជាប្រភេទកែវអេក្រង់ផងខ្ញុំគឺខ្ញុំប្រើប្រភេទកែវសជាប្រភេទកែវកំភ្លើងណាបងប្អូនអរគ្នាវាបិទជាប់ល្អកែវហ្នឹងវាពណ៌សមែនតែយើងបិទទៅជាប់ល្អមិនចាញ់ពណ៌ខ្មៅប្រហែលទេមូលហេតុដែលខ្ញុំចូលចិត្តបិទកែវសវាអត់សូវប្រឡាក់ដៃយើងច្រើនបើសិនជាយើងបិទកែវខ្មៅខ្ញុំបិទទៅវាប្រទេសប្រតាប្រឡាក់ដៃយើងមើលទៅវាអាក្រក់មើលអញ្ចឹងណាបងប្អូនអរគ្នាពេលដែលយើងបិទអេក្រង់ចូលតួហើយគឺយើងត្រូវធ្វើការចងកស៊ូទុករយៈពេល15នាទីដើម្បីឲ្យកែវនឹងវាស្ងួតខំជាមួយនឹងតួឲ្យបានជាប់ល្អអញ្ចឹងណាបងប្អូនហើយនេះគឺជាសកម្មភាពដែលខ្ញុំចងកស៊ូហើយជាពិសេសគឺកន្លែងកាមេរ៉ាភ្ញៀវពេលដែលចងនោះសូមប្រយ័ត្នប្រយែងបន្តិចបើសិនជាយើងចងទៅប៉ះឡែនប៉ះអីទៅវាធ្វើឲ្យកាមេរ៉ាភ្ញៀវហ្នឹងវាស្អាប់ឬក៏វាខូចផងភ្ញៀវជាដើមអញ្ចឹងណាចឹងរាល់ការដែលជួសជុលផងខ្ញុំឬក៏ខ្ញុំធ្វើឲ្យភ្ញៀវខ្ញុំតែងតែប្រយ័ត្ន
ខ្ញុំតែសម្អាតឲ្យភ្ញៀវរាល់ពី15នាទីមកគឺយើងត្រូវធ្វើការស្រាយចេញយើងធ្វើការចាត់ទៅលើសំបកវាចូលវិញយើងចាប់គ្រឿងចូលវិញទាំងអស់បងប្អូនអរគ្នាចឹងសម្រាប់ការផ្លាស់ប្ដូរអេក្រង់ពពក Techno Oppo អីវាអត់មានអីសោះខុសគ្នាប្រហែលទេបងប្អូនវាដូចតែគ្នាទេយើងក៏ធ្វើជាការកំសាន្តនិងការទស្សនាលេងបងប្អូនអូខេឥឡូវយើងធ្វើការចាប់ពិចៅចូលទៅវិញហើយបងប្អូនអរគ្នាណាហើយបងប្អូនឃើញញាប់យើងមិនដាក់ speed ទេបងប្អូនតាមដែលសាច់ធ្វើយើងធ្វើអត់យូរប៉ុន្មានទេហើយថតវីដេអូនេះថតបដាខ្ញុំរត់ទទួលភ្ញៀវបដាចាអញ្ចឹងណាយើងថតដាច់ដែរបងប្អូនអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់អីអាចឆាតសួរបានឬក៏អាច comment សួរខ្ញុំនៅក្នុងវីដេអូហ្នឹងក៏បានដែរគាត់តែធ្វើជាការកំសាន្តទេបងប្អូនអ្នកគ្នាវាអាចដល់ជាងយើងនៅតាមជនបទវាអត់សូវមានជំងឺអីធ្ងន់ធ្ងរប្រហែលទេបងប្អូនអេក្រង់ថ្មគូសា power អីហ្នឹងដែលជាការងារកំប៉ុងទេបងប្អូនប៉ិតគាត់អាចការថតលេងអញ្ចឹងណានេះគឺពេលដែលយើងបិទការក្នុងកន្លែងនេះខ្ញុំផ្លាត់ស្ងៀតតិចបងប្អូនដោយសារតែខ្ញុំអត់បានសម្អាតកាវរួចរាល់ខ្ញុំបិទយកតែម្ដងខ្ញុំភ្លេចកន្លែងហ្នឹងអញ្ចឹងណាប៉ុន្តែដល់ពេលដែលខ្ញុំមើលវីដេអូហើយគឺពេលដែលខ្ញុំបិទស្អាតបិទកាវឲ្យទៅវិញនឹងនៅតែជាប់នេះគឺ skin ពពួក UV ស្ងួតគឺយើងអូតអត់ថ្លៃឲ្យតែម្ដងអញ្ចឹងណាបងប្អូននេះក្រោយពេលដែលខ្ញុំសម្អាតរួចរាល់ពីបិទកាវគឺឡើងភ្លឹងបែបហ្នឹងណា